cái gì tu tới cái mò hiến mong pơ mong vậy ấy cái châu là ở hai tại một phe như mình nè đấy to mong vậy cả lá hay củ châu hiến mà cả lá màu ấy nó vẫn còn mà riêng để sao cả ngay nó hiến bát chiều chiều đây đấy đợi miền thơ ấy thế coi lên mơ củ bị dỗ chẳng tới thò mà đa tới mùi một phe chẳng tới miền nè khla có đạp củ miền nè khla thiết con coi vậy đam kê chẳng tới tu tới hay bữa đôi nhom này vĩnh căn là camera thơ một thơ đôi ai nó bổ sát hay nó thòng cái này ní một phe nhom nó có chấp đam mà thơ ca bị dỗ là say mình cái này ra ta ca nghe say mà nó củ đạo tăng pina đây mà ọt non cái thơ đấy tỏ chất đo ngay củ để la như giống cái này bạn cọt không phẳng đầy pi đầy bơi hay bắt đầu bị hiện pe phật ở pe bơi mau hay nắng pe ngay cả dương chập đám hiệp trong luôn là bơi thiểmក្នុងការចូលពិសោធន៍នៅក្នុងបន្ទប់ lab ចឹងតែខ្ញុំអាចនិយាយបានថាខ្ញុំគឺជាមនុស្សម្នាក់ដែលឧស្សាហ៍នៅក្នុងការរៀបចំខ្លួនខ្ញុំអត់ចូលចិត្តធ្វើអីយឺតយ៉ាវទេការងារអីគឺខ្ញុំធ្វើលឿនឡើងមែនតើគ្រាន់តែកៅអៅហ្នឹងគឺខ្ញុំពាក់មុនគេនិយាយទៅអត់មានណាគេពាក់អាវហ្នឹងមុនខ្ញុំទេគ្រាន់តែថាចិត្តដល់ម៉ោងភ្លាមខ្ញុំទាញអាវ blue យកពាក់ភ្លាមអញ្ចឹងអត់មានណាគេដើមខ្ញុំពាក់បានមុនក្រៅពីខ្ញុំឯងទង្វើពេលពាក់ហើយពេលខ្លះមិនមែនថានេះទៅសើខ្លួនឯងណាសង្ហាដែរកាន់កាមេរ៉ាមកដល់ចាស់រៀនសង្ហាមកតែនៅអត់សង្សារទៀតឆ្ងល់ហ្មងបើហើយនេះបន្ទាប់ពីខ្ញុំផ្លាស់កៅអៅហើយមិត្តភក្តិរបស់ខ្ញុំហ្នឹងគាត់ក៏បានផ្លាស់កៅអៅបន្ទាប់ពីខ្ញុំហើយទាញកាមេរ៉ាទៅថតអញ្ចឹងណាហើយគាត់ឈ្មោះយុទ្ធហើយគាត់ថាមនុស្សជោក៏បានដែរអូយមកធ្វើ style ធ្វើរឹកធ្វើពៀហើយគាត់ហៅមិត្តភក្តិខ្ញុំម្នាក់ទៀតឈ្មោះថាមេងឈៀកនិយាយពីថាគេពីរនាក់ហ្នឹងសិតមនុស្សជោដូចគ្នាបាទពួកម៉ាក់ខ្ញុំសិតតែមនុស្សជោគេធ្វើឯងណាកាច់រឹកកាច់រៀងអញ្ចឹងទៅដើរមកកាន់កាមេរ៉ាលើកចុះលើកឡើងអញ្ចឹងទៅសួរថាបានធ្វើអីអត់មួយថ្ងៃហ្នឹងអត់មានបានធ្វើអីទេតែដល់ពេលខ្ញុំនេះវិញក៏មិនណយដែរកាន់កាមេរ៉ារហូតចូលដូចគ្នានឹងនិយាយទៅទាំងខ្ញុំទាំងមិត្តភក្តិខ្ញុំសិតតែជាមនុស្សចូលដូចគ្នាបាទធៀមខ្លួនការចូល lab ខ្ញុំជឿថតអីច្រើនទៀតក៏ខ្ញុំថតវីដេអូកន្លែងហ្នឹងដើរចូលបន្ទប់ lab ហ្មងទៅហើយអូនិយាយថាឈោបាំងដល់ហើយនេះហៅតែកន្លែងដើរចូលគ្មានគ្រាន់ចូលទៅដល់ហ្នឹងគឺខ្ញុំអត់មានធ្វើអីទេគឺកាន់តែកាមេរ៉ាដើរថត microscopy ឧបករណ៍ពិសោធន៍ផ្សេងនៅក្នុងបន្ទប់ lab ចឹងទៅហើយដោយសារតែបន្ទប់ lab physical chemistry របស់ខ្ញុំនេះគឺអត់មានអីច្រើនទេមានតែ microscopy ហើយនិងឧបករណ៍មួយចំនួនទៀតសម្រាប់ធ្វើការពិសោធន៍ចឹងហើយនេះគឺជាពេលវេលាដែលយើងត្រៀមខ្លួនក្នុងការចូលពិសោធន៍អីពាក់ស្រោមពាក់អីឲ្យត្រឹមត្រូវមកធ្វើការទាញរឹតធ្វើដូចយើងនឹងអ្នកចេះចឹងតែតាមពិតយើងអត់ចេះទេហើយកំពុងតែទាញរឹតស្រួមដៃនឹងមានបកគលម្នាក់ជោខ្លាំងចូលកាមេរ៉ាដែរបាទអូយនិយាយថានឹងស្អីទេពួកម៉ាក់ខ្ញុំស្អាតអ្នកជោហ្មងនិយាយទៅពួកគាត់ក៏បានត្រៀមខ្លួនជាមួយនឹងស្រោមមកគូដើម្បីត្រៀមខ្លួនក្នុងការហើយអ្នកទាំងអស់គ្នាមើលទៅបាទគឺមានគ្រប់សពអស់ហើយតាំងពីសភៅប៊ិចiPad ទូរស័ព្ទនៅលើតុត្រៀម take note ពេលដែលអ្នកគ្រូគាត់បញ្យល់ពេលដែលអ្នកគ្រូគាត់ណែនាំតែបើសួរថា take បានអីខ្លះមកវិញក្នុងក្រុម assignment គឺអត់មានទេបើសួរថាដាក់សភៅដាក់ប៊ិចលើតុនឹងបានអីខ្លះអត់បានអីទេ take note នឹងគ្មាន take note អីទេមកវិញសួរថាអាកែវនេះឈ្មោះអីក៏អត់ដឹងដែរហើយតាក់ទងជាមួយនឹងចំណុចកន្លែងនេះក៏អ្នកគ្រូគាត់បានធ្វើការបញ្យល់ណែនាំតាក់ទងជាមួយនឹងការតម្រៀបដាក់ឧបករណ៍មិនឲ្យបានត្រឹមត្រូវហើយមកដល់កន្លែងនេះអ្នកគ្រូក៏បានបញ្យល់ណែនាំតាក់ទងជាមួយនឹងការចាប់ដបបុយរ៉ាតជាមួយនឹងជើងតម្រូវធ្វើមិនឲ្យបានត្រឹមត្រូវឲ្យវាមានភាពណែនល្អកុំឲ្យមានការរង្គើហើយនៅវិធីសាស្ត្រផ្សេងតាក់ទងជាមួយនឹងការលាងដប solution ក្រោយពេលពិសោធន៍តើយើងគួរប្រើទឹកបិទនឹងមិនអីមិនបែបម៉េចដើម្បីធ្វើការលាងជម្រះដប solution ដែលយើងបានពិសោធន៍នឹងបានល្អហើយមួយវិញទៀតអ្នកគ្រូក៏គាត់បានបញ្យល់ណែនាំតាក់ទងជាមួយនឹងឧបករណ៍ប្រើប្រាស់មួយចំនួនដែលត្រូវប្រើប្រាស់នៅក្នុងមន្ទីរពិសោធន៍តាក់ទងជាមួយនឹងមេរៀនអត្រាកម្មមួយហ្នឹងដែលយើងអាចស្គាល់ជាមួយនឹងដបបុយរ៉ែតជើងតម្រូដប Baker ហើយនឹងឧបករណ៍ផ្សេងជាដែរហើយចំណុចកន្លែងហ្នឹងផងដែរក៏អ្នកគ្រូគាត់បានបញ្យល់ណែនាំអំពីការប្រើប្រាស់មាត្រ solution បាសក៏ដូចជាមាត្រនៃ solution acid ប្រមាណមីលីលីត្រដើម្បីធ្វើឲ្យអត្រាកម្មហ្នឹងប្រតិកម្មជាមួយគ្នាហើយឈានទៅដល់លំនឹងហើយចំណុចកន្លែងហ្នឹងក៏អ្នកគ្រូបានបញ្យល់ណែនាំអំពីការប្រើប្រាស់នៃអង្គធាតុចង្អុលពណ៌ Phenol Phthalate សម្រាប់អត្រាកម្មហើយកន្លែងនេះមិត្តភក្តិរបស់ខ្ញុំក៏គាត់បានធ្វើការពិសោធន៍ភ្លាមតែម្ដងតាក់ទងជាមួយនឹងការធ្វើអត្រាកម្មរវាង solution បាសខ្លាំងនិងអាស៊ីតខ្សោយដោយយើងប្រើប្រាស់នៅអង្គធាតុចង្អុលពណ៌ Phenol Phthalate ដើម្បីធ្វើអត្រាកម្មមួយនឹងហើយបន្ទាប់មកមិត្តភក្តិរបស់ខ្ញុំក៏គាត់បានធ្វើការបង្ហូរ solution បាសខ្លាំងហ្នឹងចូលទៅក្នុង solution នៃអាស៊ីតខ្សោយហើយធ្វើការកវី solution អាស៊ីតហ្នឹងនៅក្នុងដប Baker ដើម្បីឲ្យបញ្ជាក់ដឹងថាតើវាដល់ចំណុចសមាមូលនៅហើយចំណុចកន្លែងនេះមិត្តភក្តិរបស់ខ្ញុំគាត់បានបង្ហូរ solution បាសខ្លាំងហ្នឹងចូលទៅក្នុង solution acid អស់3មីលីលីត្រទេវាអត់ទាន់ឃើញការប្រែពណ៌ហើយក៏ប៉ុន្តែនៅត្រង់ចំណុចកន្លែងនេះគាត់បង្ហូរបានអស់4មីលីលីត្រនៃ solution បាសខ្លាំងអញ្ចឹងពេលកវីទៅឃើញវាមានការប្រែប្រួលពណ៌ពីពណ៌សធម្មតាឲ្យក្លាយទៅជាពណ៌ស្វាយចាស់អញ្ចឹងយើងអាចសម្គាល់បានថាវាឈានទៅដល់ចំណុចសមាមូលហើយចំណុចកន្លែងហ្នឹងក៏យើងឃើញថាការពិសោធន៍របស់យើងក៏ត្រូវបានឈានទៅដល់ទីបញ្ចប់ហើយក៏ជាទីបញ្ចប់នៃវីដេអូយើងផងដែរអត់មានអីបន្តទៀតទេក្រៅពីឃើញមុខមនុស្សដ៏សែនជោម្នាក់នេះកាន់កាមេរ៉ាថតទៅវិញទៅមកហ្នឹងអត់មានធ្វើអីទេមួយថ្ងៃហ្នឹងនិយាយទៅពិសោធន៍ក៏អត់អីក៏អត់ធ្វើទាំងអស់